ថ្ងៃនេះអត់មានធ្វើម្ហូបទេអញ្ចឹងមានតែនាំអ្នកទាំងអស់គ្នាទៅញ៉ាំម្ហូបនៅខាងក្រៅបាទចំពោះបញ្ឆាមកន្លែងនេះរសជាតិក៏ឆ្ងាញ់តម្លៃក៏សមរម្យហើយមើលតែអតិថិជនគាត់ញ៉ាំទៅដឹងហើយថារសជាតិបែបណាពីគ្នាខ្ញុំ6នាក់យើងញ៉ាំអស់តែជាងអត់ដល់100000ហ្នឹងហើយយើងញ៉ាំម្ហូបនឹងចង់10មុខហើយម្ហូបហើយទីតាំងមកកន្លែងនោះដែរគឺនៅក្រោយអគារសន្តាគារសុខាអ្នកទាំងអស់គ្នាហើយចំពោះម្ហូបហ្នឹងមានច្រើនគ្រប់មុខអ្នកទាំងអស់គ្នាចង់ញ៉ាំអីក៏មានដែរមានកែបមានងាវគ្រឿងសមុទ្របុកល្ហុងសង្វាក់អូយទៅមានអីក៏មានដែរនេះខ្ញុំហៅមានកែបមានសង្វាក់ហើយចំពោះបុកល្ហុងគឺខ្ញុំអត់ញ៉ាំនៅហ្នឹងឯងតែខ្ញុំញ៉ាំមួយកន្លែងមួយពិសេសមួយទៀតចំពោះមួយបុកល្ហុងហ្នឹងគឺនៅមាត់ទន្លេនៅមុខសុខាវិញហើយចំពោះបុកល្ហុងគាត់បុកល្ហុងគ្រប់មុខតម្លៃតែ20000អ្នកទាំងអស់គ្នាហើយចំពោះបុកល្ហុងតម្លៃ20000ហ្នឹងមានផ្គាមានជើងមាន់មានប៉ាតេហើយមានក្តាមហើយមានងាវទៀតហើយតែ20000នេះញ៉ាំដល់6អ្នកចង់ហល់ព្រោះរសជាតិឡើងគាត់ចង់បានបែបណាគឺចេញមកបែបហ្នឹងធានាគុណភាព20000រៀលឲ្យបុកគ្រប់មុខហើយអ្នកទាំងអស់គ្នាអត់បុកគ្រប់មុខតាមអាចារ្យទៅ10000ទេបុកក្តាមប្រៃបុកអីចឹងយើងយកបាន1មុខចឹងណាហើយចំពោះក្តាមប្រៃក៏គឺជាប្រភេទក្តាមស្រែអ្នកទាំងអស់គ្នារសជាតិវិញកប់សេរីមែនតើកន្លែងគាត់ហ្នឹងចំពោះអនាម័យហ្នឹងហើយវាមិនល្មមវាមិនអនាម័យពេកតែគាត់ថាយើងញ៉ាំតែដាក់ឈឺពោះឈឺអីចឹងណាអ្នកទាំងអស់គ្នាហើយចំពោះងាវហើយគ្រឿងសមុទ្រនេះគាត់ឲ្យច្រើនហើយមួយចានតែ20000អ្នកទាំងអស់គ្នានេះឡើងបាត់ថាសហ្នឹងនិយាយថាសហ្មងទៅនេះហើយយ៉ាងបន្តិចទៅគាត់ចិត្តពោតចិត្តអីដាក់ទៅពណ៌កប់សេរីមែនតើហើយមួយចាន20000ខ្ញុំគិតថាថ្លៃអ្នកទាំងគ្នាញ៉ាំទៅ6នាក់ញ៉ាំ3ពោះនេះបុកល្ហុងគាត់ជាតិកប់សេរីមែនតើចំពោះរសជាតិខ្ញុំឲ្យ8លើ10អ្នកទាំងគ្នាអូខេអរគុណច្រើនអ្នកទាំងគ្នាជួបគ្នានៅវីដេអូក្រោយទៀតពី admin កូនបងបាទអ្នកទាំងគ្នាពេញចិត្តសូមបេះដូងនិងជួយ like ជួយ share អ្នកមួយផងណាអរគុណច្រើន